សូមស្វាគមន៍មកកាន់វីដេអូទី3នៅវីដេអូទី3នេះមកគឺខ្ញុំនឹងបង្ហាញពីការប្រើប្រាស់ slab estimation អញ្ចឹងយើងចុចបើកទាំងអស់គ្នាមកបន្តមកទៀតយើងមើលឃើញពីព័ត៌មាននៅលើ tool ហ្នឹងដែលបញ្ជាក់ថា slab គឺកម្រាស់កម្រាលខណ្ឌហើយនេះគឺជារូបមន្តដែលខ្ញុំដាក់បង្ហាញហើយខាងនេះគឺជា 3D model ហើយខាងនេះគឺមានប៊ូតុង clear និង close ហើយសម្រាប់ព័ត៌មានខាងក្រោមនេះគឺជាព័ត៌មានដែលយើងតាំងដែលខ្ញុំតាំងណាមាន SB 1រហូតដល់ SB 4អញ្ចឹងខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងឧទាហរណ៍ថាយើងនៅលើ file AutoCAD របស់យើងគឺប្រវែងប្លង់សេនេះគឺខ្ញុំតាំងដោយអក្សរ SB1 SB2 ជាដើមអញ្ចឹងខ្ញុំលើកឧទាហរណ៍ថាតឹងនេះគឺ4ម៉ែត្រអញ្ចឹងយើងវាយមក4ហើយសម្រាប់បដោយនេះគឺ3ម៉ែត្រអញ្ចឹងយើងវាយលេខ3មកបន្តមកយើងនឹងទទួលបានទិន្នន័យអញ្ចឹងប្លង់សេរបស់យើងគឺកម្រាស់សម្រាប់ល្វែងប៉ុណ្ណឹងគឺយើងអាចគឺ7.8 7.8ហ្នឹងគឺស្តង់ដារនៅស្រុកយើងគឺប្រើមកទឹក2ហើយបើសិនជាករណីយើងមាន4ប្លោះដែលយើងចង់កណនាលើកឧទាហរណ៍ថាយើងមាន5ម៉ែត្របដោយ6ម៉ែត្រហើយទទឹង3ម៉ែត្របដោយ5ម៉ែត្រនេះខ្ញុំបញ្ចូលណាខ្ញុំលើកឧទាហរណ៍3ម៉ែត្រនិង2ម៉ែត្រអញ្ចឹងកន្លែងនេះគឺរាល់ជួរនីមួយៗគឺខ្ញុំដាក់ពណ៌ខុសៗគ្នាដើម្បីឲ្យយើងងាយស្រួលមើលអញ្ចឹងខ្ញុំឧទាហរណ៍ថាកន្លែងនេះគឺស្តង់ដារស្រុកយើងគឺសម្រាប់បន្ទប់ទឹកគឺយើងតម្លាក់មកនៅមួយទឹកដើម្បីយើងតម្លាក់កុំឲ្យហៀពេលយើងមួយទឹកចុះទៅកុំឲ្យហៀទឹកចេញមកក្រៅក៏ប៉ុន្តែកន្លែងនេះគឺសម្រាប់ span ល្វែងប៉ុណ្ណឹងគឺវាតំណែងចេញមកគឺ 7.8 សង់ទីម៉ែត្រហ្នឹងគឺវាអត់ទាន់បានមកទឹកដល់ឡើយអញ្ចឹងយើងអាចប្រគ្រប់ទៅឲ្យបានមកទឹកបានពេលដែលយើងធ្វើការចាក់ស្ដែងណាហើយសម្រាប់ SB2 នេះគឺខ្ញុំបញ្ចូលទៅលើຂະຫນាតឧទាហរណ៍ទេគឺវាបញ្ជាក់ថាសម្រាប់ឧទាហរណ៍ទី2នេះគឺខ្ញុំបញ្ចូលហ្នឹងគឺយើងមើលជាក់ស្ដែងគឺកម្រាស់ប្លង់សេដែលយើងត្រូវប្រើគឺមកទឹកនេះវាចូល span នេះវាចូលមកទឹក3នេះបើយើងប្រគ្រប់លេខបើសិនជាតាក់ទងជាមួយនឹង span នេះឃើញកន្លែងនេះវាឡើងដល់ 12.2 ហ្នឹងគឺយើងអាចយកដល់ប្រគ្រប់អាចចាក់ឡមកទឹក3កន្លែងហ្នឹងណាហើយចូលមកដល់ឧទាហរណ៍ទី3នេះគឺ span 3ម៉ែត្រទៅតឹងបដោយ5ម៉ែត្រអញ្ចឹងកន្លែងនេះគឺ8.9អញ្ចឹងវាអត់ដល់មកទឹកទេវាអត់ដល់ណាវាចិត្តកម្រាស់មកទឹកយើងអាចសន្និដ្ឋានថាមកទឹក2ព្រោះយើងចាក់ជាធម្មតាលើកលែងថាកន្លែងបន្ទប់ទឹកឯងយើងតម្លាក់កន្លែងធម្មតាគឺយើងចាក់មកទឹក2ហើយមកដល់កន្លែងនេះឧទាហរណ៍ថាខ្ញុំកែវាដាក់5វិញឬក៏7វិញអញ្ចឹងកន្លែងនេះគឺសម្រាប់ប្រឡោះល្វែងប៉ុណ្ណឹងគឺវារីកមិនឲ្យយើងចាក់នេះវាចាក់មកទឹកកន្លះបាត់នេះកន្លែងនេះអញ្ចឹងកន្លែងនេះគឺយើងអាចដឹងហើយដើម្បីយើងដឹង 3D model តាក់ទងជាមួយនឹងຂະຫນាតណាមួយគឺយើងអាចចុចនៅលើកន្លែងនេះមកគឺវាប្រាប់ទិន្នន័យនេះខាងនេះទទឹងបដោយទទឹង4ម៉ែត្របដោយ3ម៉ែត្រមកហើយកម្រាស់វា 7.8 សង់ទីម៉ែត្រហើយយើងចុចកន្លែងនេះមួយទៀតមកគឺវាប្រាប់ព័ត៌មាននេះ5x6 5ទទឹង6បដោយអញ្ចឹងវា 12.2 ណាហើយចូលមកដល់កន្លែងនេះដូចគ្នាដែរវាប្រាប់ព័ត៌មានដែរបើសិនជាយើងចង់ដឹងថាតើຂະຫນាតណាយើងគួរតែប្រើដើម្បីកុំឲ្យយើងវាក់មើលនៅកន្លែងនេះយើងអាចthíchនៅកន្លែងនេះមកយើងអាចមើលបានហើយដល់ពេលយើងចង់បញ្ចូលទិន្នន័យថ្មីយើងចុចពាក្យ clear មកហើយវាសួរយើងបញ្ជាក់ថាតើយើងពិតជាចង់ clear អត់ចឹងណាហើយយើងបើយើង clear ហើយគេដាក់ថា clear successful ចឹងទៅនៅក្នុងវីដេអូទី3នេះគឺមានតែប៉ុណ្្នឹងឯងហើយបើសិនជាមានចម្ងល់អាចធ្វើការឆាតសួរខ្ញុំបានសូមអរគុណ